ថ្ងៃនេះមកធ្វើមាន់ដុតដំឡូងបារាំងដុតលាយនឹងការ៉ុតស្ងោរបងប្អូនចាហូបមួយការ៉ុតស្ងោរឆ្ងាញ់មែនតែនចាធ្វើហើយចែកម្ដាយចែកប្អូនស្រីកូនក្មួយហូបចាមកហូបមួយមុខនេះខ្ញុំកម្រធ្វើណាបងប្អូនចាមកហូបមួយមុខនេះឆ្ងាញ់បើបងប្អូនណាក៏អត់តន់ធ្វើគាត់អាចធ្វើឲ្យក្រុមគ្រួសារហូបបានរីឯក្មួយស្រីខ្ញុំសុកឃីមមកអង្គុយចាំហើយស្រេចឯងបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមធ្វើហើយខ្ញុំមានមាន់ការ៉ុតហើយនឹងដលងបារាំងហើយគ្រឿងផ្សំផ្សេងទៀតចាឥឡូវហៅបងអូនស្រីឲ្យមកមើលថាខ្ញុំមានមាន់2ក្មួយខ្ញុំរត់មកដែរបងប្អូនចាពីព្រោះគាត់មកចាំមកស្ទុះហើយក៏រត់ទៅរត់មកបងប្អូនឥឡូវចាប់ផ្ដើមចាក់ប៊ឺដែលធ្វើឲ្យរលាយនឹងលាបមាន់បងប្អូនចាមាន់ទៅតែយកចេញពីទូទឹកកកអញ្ចឹងរៀងកកបន្តិចបងប្អូនចាពេលដែលលាបប៊ឺទៅហើយមាន់ដុតខ្ញុំចូលចិត្តដាក់គល់ក្រៃហើយនឹងម្ដេងលាយនឹងស្លឹកក្រូចសើចចាដាក់ក្នុងខ្លួនមាន់ណាបងប្អូនដើម្បីឲ្យដូចថាក្លិនឈ្ងុយចាឥឡូវចាប់ផ្ដើមលាបប៊ឺហើយខ្ញុំយកម្សៅស៊ុបនឹងរោយវាតិចនៅខាងលើបងប្អូនចាផ្អៀងចុះផ្អៀងឡើងលាបវាឲ្យសព្វទៅចាបន្ថែមម្សៅម្ទេសគឺ paprika រួចហើយដាក់ម្រេចតិចចាម្សៅម្ទេសខ្ញុំចង់បញ្ជាក់ថាពិតតែឃើញក្រហមហ្នឹងគឺមិនហឹលទេបងប្អូនចាឥឡូវពេលដែលដាក់ម្រេចដាក់ម្សៅម្ទេសម្សៅស៊ុបមាន់អំបិលហើយគឺយកទៅដុតតែបងប្អូនចាចាប់ផ្ដើមហាន់ការ៉ុតយកទៅស្ងោរការ៉ុតដូចថាហាន់ជាចំណិតស្ដើងដូចនេះមកបងប្អូនចារួចហើយយកទៅដាក់ស្ងោរធ្វើជាបន្លែហូបជាមួយនឹងសាច់មាន់រីឯដំឡូងបារាំងខ្ញុំលាងទឹកវាឲ្យស្អាតទៅកាត់យកទាំងសម្បកបងប្អូនចាដំឡូងបារាំងវីតាមីននៅនឹងសម្បកបងប្អូនចាឥឡូវពេលដែលកាត់ហើយខ្ញុំបន្ថែមអំបិលបន្តិចម្សៅស៊ុបមាន់បន្តិចម្រេចចាដាក់មួយមុខបន្តិចទៅបងប្អូនហើយនឹង paprika ចានេះជាម្សៅកតិចនំប៉័ងបងប្អូនចាខ្ញុំដាក់ចូលហើយខ្ញុំរលាក់បន្តិចបាទខ្ញុំបន្ថែមនៅប្រេងឆាចាកូរវាត្រឡប់ចុះត្រឡប់ឡើងទៅយើងយកទៅដាក់ដុតបានណាបងប្អូនចាមកហូបមួយមុខនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាឆ្ងាញ់ណាស់ចាឥឡូវចាប់ផ្ដើមដាក់ថាសយកទៅដុតឡជាមួយនឹងមាន់ណាបងប្អូនចាប៉ុន្តែគ្រាន់តែមាន់ខ្ញុំដាក់មុនអញ្ចឹងបងប្អូនចានេះជាដំឡូងបារាំងខ្ញុំដាក់ឡជាមួយគ្នាចាប៉ុន្តែធម្មតាដំឡូងបារាំងឆ្អិនមុនឥឡូវខ្ញុំមកស្ងោរការ៉ុតឲ្យរាងផុយបន្តិចទៅចាក់ទឹកស្ងោរនឹងចេញទៅយកវាទៅដាក់អំបិលបន្តិចអំបិលស៊ុបបន្តិចទៅជាការស្រេចទេបងប្អូនចាឥឡូវទៅបើកមើលដំឡូងបារាំងនោះមិនទាន់ឆ្អិនបិទទៅវិញបងប្អូនចាឥឡូវការ៉ុតស្ងោរហ្នឹងខ្ញុំបន្ថែមអំបិលបន្តិចអំបិលស៊ុបបន្តិចម្រេចបន្តិចស្ករបន្តិចទៅចាដូចថាកូរត្រឡប់ក្របទុកសិនបងប្អូនចារងចាំដំឡូងបារាំងឆ្អិននិងសាច់មាន់ឆ្អិនចាឥឡូវទៅបើកមើលម្ដងទៀតហើយគិតថាដំឡូងបារាំងហ្នឹងឆ្អិនហើយបងប្អូនចានៅឯសាច់មាន់ចាសាច់មាន់គឺធម្មតាឆ្អិនក្រោយដំឡូងបារាំងចាឥឡូវសាច់មាន់ខ្ញុំក៏ចាប់ផ្ដើមឆ្អិនហើយបងប្អូនចាពណ៌ក្រហមងើតែម្ដងបងប្អូនចាគួរឲ្យចង់ហូបណាស់ចាហើយដូចថាស្បែកវាស្រួយផុយបងប្អូនរីឯទឹកដែលដុតមាន់គឺខ្ញុំយកទៅធ្វើទឹកត្រីចាបងប្អូនហើយទឹកត្រីខ្ញុំអត់មានគ្រឿងអីច្រើនទេពីព្រោះខ្ញុំលាបសាច់មាន់ហើយបងប្អូនចាខ្ញុំដាក់តែខ្ទឹមសចិញ្ច្រាំខ្ទឹមក្រហមចិញ្ច្រាំហើយនឹងជីសាឡារីចាស្លឹកជីសាឡារីហ្នឹងបងប្អូនឲ្យខ្ញុំបន្ថែមតែស្ករបន្តិចទៅដាក់ម្សៅពោតលាយនឹងទឹកហ្នឹងដូចថាមួយស្លាបព្រាទៅចាកូរវារៀងខាប់ទៅយកទៅស្រូបលើសាច់មាន់ដែលយើងដុតឲ្យអស់ជាតិមែនតែនបងប្អូនចាជាតិណាស់ឥឡូវឃើញថាទឹកត្រីក៏រួចដែរតោះបងប្អូនទៅហូបជាមួយនឹងខ្ញុំចាតំណងទេបងប្អូនចាម្ហូបនេះភាគច្រើនបងប្អូនបរទេសគាត់ចូលចិត្តចាម្ហូបបរទេសទេណាបងប្អូនចាឥឡូវខ្ញុំចាប់ដើមមករៀបចំយកទៅឲ្យម្ដាយឲ្យប្អូនស្រីឲ្យកូនក្មួយអីគាត់នៅអង្គុយរងចាំបងប្អូនចាម៉ោងនេះដូចថាម៉ោងប្រហែលជា6ល្ងាចឯងបងប្អូនចាហើយខ្ញុំហៅប្អូនស្រីហៅម្ដាយខ្ញុំហូបនៅមុខផ្ទះម្ដងចាងាកមកមើលសាច់មាន់វិញបងប្អូនអើយចាផុយមែនតែនចារីឯស្បែកវាក៏ឆ្ងាញ់ដែរបងប្អូនចាដុតជាមួយប៊ឺអញ្ចឹងឆ្ងាញ់ណាស់បងប្អូនចាឥឡូវខ្ញុំចាប់ដើមរៀបចំស្រូបទឹកត្រីស្រូបអីចឹងបងប្អូនចាបញ្ចូលសម្លេងបណ្ដាឃ្លានបណ្ដាចាអរគុណជម្រាបលា